ឯឧត្តមសូរតនៈនៅវេលាព្រឹកថ្ងៃច័ន្ទទី29ខែមិថុនាឆ្នាំ2026នេះអាដាមសូរតនៈប្រធានសមាគមយុវជនការពារសន្តិភាពរួមជាមួយថ្នាក់កណ្ដាលនិងមានការចូលរួមពីក្រុមយុវជនការពារសន្តិភាពសាខាខេត្តកណ្ដាលបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានដើម្បីនាំយកអំណោយជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន1គ្រួសារដែលមានម្ដាយចាស់ជរានៅមើលថែកូនអាយុ50ឆ្នាំដែលកំពុងមានជំងឺស្លាប់មួយជំហានខ្លួនស្ថិតនៅភូមិជ្រោយមេត្រីលើឃុំរិស័យជ្រោយស្រុកមុខកំពូលខេត្តកណ្ដាលឆ្លៀតក្នុងឱកាសនោះដែរអាដាមសូរតនៈបានបង្ហាញនៅសេចក្តីរំភើបរីករាយដែលបានវិលត្រឡប់មកជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានទាំងអស់គ្នាសាជាថ្មីម្ដងទៀតនាពេលនោះដែរប្រជាពលរដ្ឋបានថ្លែងនៅសេចក្តីរំភើបរីករាយនិងបានថ្លែងអំណរគុណដល់អាដាមសូរតនៈនិងក្រុមការងារយុវជនការពារសន្តិភាពដែលបាននាំយកអំណោយមកចែកជូនដល់ពួកគាត់ផ្ទាល់ហើយប្រជាពលរដ្ឋបានបន្តទៀតថាពួកគាត់ពិតជាសប្បាយចិត្តណាស់ហើយចង់ឲ្យអាដាមនិងក្រុមការងារបន្តនាំយកអំណោយជួយដល់អ្នកដែលមានជីវភាពខ្វះខាតបន្តទៀតជាមួយគ្នានេះដែរអាជ្ញាធរមូលដ្ឋានក៏បានថ្លែងនៅអំណរគុណដល់អាដាមសូរតនៈនិងក្រុមការងារយុវជនការពារសន្តិភាពដែលតែងតែគិតគូរយកចិត្តទុកដាក់នាំយកអំណោយចុះជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងពិការភាពនៅតាមមូលដ្ឋានមិនថានៅខេត្តកណ្ដាលឬនៅតាមបណ្ដាខេត្តនានានោះទេជាចុងក្រោយអាដាមសូរតនៈបានជូនពរដល់បងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានព្រមទាំងក្រុមការងារទាំងអស់ឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនមានសុខភាពល្អនិងទទួលបានជោគជ័យគ្រប់ភារកិច្ចពីខ្ញុំបាទសេងខ្មែរ